បងចូលមកដល់ឥឡូវអូប្រកាសជាញ៉ាយសបាយពិតប្រកបមែនព្រះស្វាមីដឹងទេគេណាទៅជួយបាត់ត្រីរបស់យើងបាត់ត្រីរបស់យើងអូយបាត់ណាព្រះមេតាផ្លេចខ្ញុំមកចាស់ឲ្យដឹងមិនមែនផ្លេចទេគ្រាន់តែមេតានឹកបៃតាពេកហ្នឹងណាឲ្យទុកបាត់មកកដប់សិនទៅបៃតារបស់បាត់ហើយហ្នឹងណាព្រះបៃតាវាសំតែបត់ខឹងមិនខុសទេព្រោះពេលដែលបងចេញទៅបត់យើងនៅតូចដល់ឡើយហើយបងទៅដោយប្រញាប់ប្រញាល់ព្រោះបងឈឺចាប់ចំពោះសត្រូវដែលវាចូលឈ្លានពានទឹកដីរបស់យើងដល់យើងទឹកដីរបស់យើងខ្វះមេត្រុកនិងខ្វះអ្នកមានសមត្ថភាពអញ្ចឹងហើយបានជាបងលាអូនទៅធ្វើទៅដើម្បីសិក្សាដើម្បីវិជាដល់មិនបានលាអោបកូនយើង3កូនយើងថាឲ្យបានពេញខ្លួនពេញនឹងដៃអញ្ចឹងបានគេខំរបស់ហ្នឹងឲ្យកូនពេញក្រមុំតែម្ដងហើយព្រះបិតាបែរខ្ញុំមកចាស់បានឃើញព្រះបិតាដល់ខ្ញុំមកចាស់យល់ច្បាស់ហើយថាព្រះបិតាមានរូបរាងស្រស់សង្ហាយ៉ាងដូចនេះហើយឯណាមួយវិញទៀតមើលទៅព្រះបិតាដូចជាមានពលិរស្មីបារមីយ៉ាងខ្ពង់ខ្ពស់ខ្ញុំមកចាស់អរគុណព្រះបិតាខ្លាំងណាស់យ៉ាងមិនអត់ដល់ចំណាយដល់ខ្ញុំមកចាស់ព្រះបិតាបុត្រពិតប្រកបជាបុត្រដ៏ល្អប្រសើរបុត្រចេះរកពាក្យណានិយាយបញ្ជូលបៃតាឲ្យបៃតាមានភាពសប្បាយចិត្តបំបត្តិនៃការហត់នឿយបៃតាសប្បាយចិត្តខ្លាំងណាស់ពេលដែលបានជួបបុត្រព្រមទាំងភ័យសមាលីអូនបងក៏មានកំហុសដែរពេលដែលបងចេញទៅដល់មិនបានរកឈ្មោះដាក់ឲ្យកូនហើយធ្វើឲ្យអូនលំបាកឥឡូវនេះបុត្ររបស់យើងមានឈ្មោះហើយទៅណាមិនតាន់មានពេលលៀមទេខ្ញុំមកចាស់បងត្រង់ស្ដាច់យាងមកវិញហ្នឹងណាបានសេចក្តីថាបុត្ររបស់យើងមិនតាន់មានព្រានាមទេអញ្ចឹងបងខ្ញុំមកចាស់ឥឡូវបងរងនឹកសិនពេលដែលបងចេញមកសម្ដេចព្រះគ្រូបានចង់ដៃទ្រូជ័យមួយហើយថែមនេះមានសង្វារទឹកទៀតផងនេះសង្វារនេះស្អាតណាស់ស្អាតខ្លាំងណាស់បងជាបរិសុទ្ធបងមិនត្រូវការកាន់សង្វារនេះទេសង្វារនេះធ្វើសង្គ្រាមបានគ្រប់មុខទាំងអស់ចំពោះប្រជាមិត្តបន្តយៈឬមួយក៏មនុស្សធម្មតាចាប់ព្រះស្វាមីឥឡូវបងគិតប្រកូលសង្វារនេះឲ្យទៅបុត្រីរបស់យើងឲ្យទៅហើយបងនឹងដាក់ឈ្មោះឲ្យបុត្រយើងឲ្យពីរោះជាងគេទាំងអស់នៅក្នុងនគរនេះយ៉ាងម៉េចទៅព្រះសង្វារទឹកបុត្រទទួលទៅហើយព្រះនាមបុត្រចាប់ពីពេលតទៅមានព្រះនាមហៅថាព្រះនាមទឹកសង្វារខ្ញុំមកចាស់មានព្រះនាមឲ្យព្រះមេតាទឹកសង្វារណាទឹកសង្វារហើយនេះជាសង្វារទឹកមេតាមានព្រះបន្ទូលមកសាសមនឹងខ្ញុំមកចាស់សាសមជាទីបំផុតណាបុត្រីព្រះបិតាចាំមិនដែរបុត្រីពេញចិត្តទេសូមអរគុណព្រះបិតាខ្លាំងណាស់ព្រះបងព្រះបិតាការបតីណាបុត្រចង់មានមុខវិជ្ជាការឲ្យខ្លាំងពូកែដូចជាព្រះបិតាអញ្ចឹងបើថ្ងៃណាព្រះបិតាទំនេរព្រះបិតាត្រូវទៅនាំបុត្រទៅបង្ហាត់ជាមួយនឹងកងទ័ពនៅឯបន្ទាយផងណាព្រះបិតាមិនទេបុត្របិតានៅរកពេលទំនេរបង្ហាត់បុត្រឲ្យចេះបាញ់ធ្នូព្រមទាំងចេះកាប់ដាវវាយដំបងឲ្យទៅជាមនុស្សម្នាក់ពូកែខាងយុទ្ធសិលនិងខាងយុទ្ធសាស្ត្រទៀតផងណាខ្ញុំម្ចាស់អរគុណព្រះបិតាខ្ញុំម្ចាស់នៅមានរឿងមួយទៀតរឿងអីបុត្រព្រះបិតាការបតើខ្ញុំម្ចាស់ធំពេញព្រះវលៈហើយសូមព្រះមេតាទៅក៏ពេលប្រៃសាណាក៏ព្រះមេតាតែតែមានបន្ទូលថាចាំបិតាណាឥឡូវបិតាមកហើយបិតាជូនខ្ញុំម្ចាស់ទៅក៏ពេលប្រៃម្ដងទៅណាត្រូវឲ្យបុត្រមេតារបស់បុត្រជំទាស់ក៏មិនខុសដែរព្រោះមេតារបស់បុត្រគឺជាស្ត្រីបើកាលណានាំបុត្រទៅកសាលព្រៃមានរឿងអ្វីទៅមេតារបស់បុត្រការពារបុត្រម្ដងទេឥឡូវចេះចោះបិតាមកដល់ហើយដើម្បីជាចំណងដៃធ្វើបុត្រីរីកឲ្យសមនឹងឈ្មោះរបស់បុត្រីបិតាធានានឹងនាំបុត្រដើម្បីទៅកសាលក្នុងព្រៃណាក្នុងវេលាថ្ងៃនេះព្រះមកខ្ញុំម្ចាស់អរគុណព្រះបិតាពិតប្រកបហើយអញ្ចឹងស្ដេចយាងតែម្ដងទេតោះបុត្រ
នៅលើអាកាសវេហាព្រមទាំងកើយកូនទេសភាពប្រៃប្រឹក្សានៅទីនេះតាមចាអូនសប្បាយក្នុងរាជហត្ថីដែរទេអត់មកចង់ប្រៃប្រឹក្សានៅតាដូចកន្លែងមកសាអូណាយណាប្រៃប្រឹក្សាមានណាផ្លែមានតាណាលួនឡង អូនចង់មកសាយអ្វីស្រីប្រាប់មកបងប្រាប់មកថាលោកឡងបងបែងអើ ពីយោរីអូនឥឡូវនេះបងបាននាំអូនហោះហើរក្រសានៅទីព្រៃប្រឹក្សាដ៏ធំល្វឹងវើយដោយក្តីបំណងដែលអូនបានប្រាថ្នាហើយបងគិតថាទីនេះមិនទាន់ជាសប្បាយប៉ុន្មានទេបងនឹងនាំអូនហោះហើរទៅព្រៃខាងមុខទៀតណាអូនណាបាយចិត្តធ្វើដំណើរមកជាមួយនឹងបងមក មួយសាត់អីសាត់ណាណែអត់តន់ស្គាល់ទេសត្វហ្នឹងគេហៅសត្វមយូរីមយូរ៉ាណាអូនក៏បដាយទុកពន់លើសិនចុះចាំបងរៀបរាប់ព្រីប្រឹក្សាដើម្បីជូនអូនសប្បាយទាំងអស់គ្នាអូនព្រមទេ ខ្ញុំមិនចាំព្រមតាំងខ្ញុំមានពាក់ព័ន្ធអីមួយសត្វអត់ទេខ្ញុំមិនចាំប្រាប់តាទៅជឿ ចឹងហ៎ តាមឈើច្រើនតាមជួយខ្លាំងតែខ្ញុំចា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 ំខល